ខែភ្ជុំហើយពុកម៉ែបងប្អូនកុំភ្លេចធ្វើនំជូនយាយតាជូនពុកម៉ែបងប្អូនអ៊ំមាមីក្នុងភូមិចាស់ញាតិសន្តានយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំពីអ្នកម្ដាយខ្ញុំបានធ្វើនំមួយប្រភេទហៅថានំជៀលតែមិនដឹងថាស្រុកបងប្អូនគេហៅនំអីទេប៉ុន្តែនៅស្រុកខ្ញុំគេហៅនំជៀលនំនេះដំបូងឡើយគឺយើងបានកិនម្សៅយកមកច្បាច់ច្បល់លាយគ្នាជាមួយនឹងស្ករដូចតែខ្ញុំបានច្បាច់អញ្ចឹងតែកុំមើលដៃស្អាតទេអត់មានក្អែលទេឃើញខ្មៅតែអត់មានក្អែលទេដៃស្អាតហើយមើលក្មេងៗអ្នកដាក់ស្ករតមកទៀតពេលយើងច្បាច់ចូលហើយយើងដុតភ្លើងដាំទឹកឲ្យពុះសប់រួចដូចក្នុងវីដេអូអញ្ចឹងបងប្អូនឲ្យពុះរួចចាំយើងយកកន្ទោងចេកដែលយើងចាក់នឹងយកមកចាក់ដូចម្ដាយខ្ញុំកំពុងចាក់យើងមិនបាច់ចាក់ពេញពេកទេចាក់កាចតិចទៅហើយយកទៅរៀបជាតម្រៀបនៅក្នុងឆ្នាំងដែលយើងដាក់ចំហុយនឹងហើយបន្តមកទៀតនៅពេលដែលយើងចាក់រៀបចឹងហើយយើងរោយល្ងតិចល្ងសក៏បានល្ងខ្មៅក៏បានស្អីតែបងប្អូនចង់បានដាក់តិចមកដូចខ្ញុំរោយអញ្ចឹងពុកម៉ែបងប្អូនមើលដូចខ្ញុំរោយអញ្ចឹងមិនមែនអ្នកជំនាញទេប៉ុន្តែរៀនពីម៉ែខ្ញុំអត់បានធ្វើទេគឺម៉ែអ្នកបរៀនខ្ញុំអត់ដែលចេះធ្វើទេហើយនេះជាលើកទី1របស់ខ្ញុំដែលខ្ញុំបានជួយធ្វើម្ដាយខ្ញុំព្រោះរាល់ឆ្នាំខ្ញុំអត់ដែលនៅផ្ទះទេខ្ញុំនៅតែកន្លែងធ្វើការដល់ពេលឆ្នាំនេះអត់មានការងារធ្វើដេកផ្ទះគឺបានជួយចាក់នំម៉ែទៅនំនេះទុកបានយូរបងប្អូនយើងទុកបានដល់កន្លះខែមួយខែហើយយើងចាក់អញ្ចឹងទៅយើងរោយល្ងតិចទៅហើយនៅពេលដែលយើងដាក់ពេញមួយហួតមួយឆ្នាំគេហៅមួយហួតនៀបនោះគេហៅមួយហួតដាក់ពេញមួយហួតហ្នឹងយើងចំហុយរយៈពេល1ម៉ោង2ម៉ោង3ម៉ោងទៅឆ្អិនហើយយើងដល់ពេលឆ្អិនហើយយើងយកមកដាក់នៅលើចង្អេរស្រុកខ្ញុំគេហៅចង្អេរនេះគឺយើងចាប់ផ្ដើមរៀបចំដាក់រួចហើយទឹកក៏បានពុះបើកមកហើយផ្សែងជប់មកនេះបងប្អូនឆ្អិនហើយនេះរសជាតិនំមើលទៅគួរចង់ញ៉ាំមែនទែននំខ្មែររបស់យើងអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបើសិនបងប្អូនចូលចិត្តវីដេអូនិងការចែកម្លែករបស់ខ្ញុំសូមជួយ like ជួយ share និងជួយ follow page របស់ខ្ញុំម្នាក់មួយផងសូមអរគុណច្រើនបងប្អូន